សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿង Anime របស់មានជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងបន្តសាច់រឿងរបស់យើងនៅក្នុងភាគបន្ទាប់ផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយសាច់រឿងនេះនិងជួយចុច like Subscribe ដាក់សញ្ញាកណ្ដឹងងាប់ម្នាក់មួយហើយកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាEdelman មកដល់ជាមួយនឹងសិស្សបិសាចហើយគាត់មានការចាប់អារម្មណ៍ដែលពួកគេអាចយកឈ្នះនាគប្រភេទកម្របានប៉ុន្តែសាមីរ៉ាប្រាប់ពួកគេថានាគមួយវងទៀតចិត្តនឹងវាយលុកនគរហើយគាត់ប្រាប់ពួកគេឲ្យធ្វើជាខែលការពារនគរដូច្នេះអានោះក៏ប្រើ spell ដែលធ្វើឲ្យសាមីរ៉ាបាត់ខ្លួនជាមួយនឹងពួកទាហានរបស់គាត់ហើយអានោះបានបញ្យល់ថាគាត់បានប្រែក្លាយពួកគេទៅជាខែលហើយរំលឹកគ្រប់គ្នាថាគ្រួសាររាជវង្សធ្លាប់ប្រយុទ្ធនឹងនាគសិស្សប្រុសៗគិតថាពួកគេត្រូវការបង្កើតផែនការមួយព្រោះពួកគេចង់ការពារនគរហើយអេមីលីនិយាយថាសាលាហេរ៉ូនឹងដោះស្រាយជាមួយនឹងនាគអឺដូម៉េតសួរនាងថាតើពួកគេត្រូវការជំនួយដែរទេប៉ុន្តែនាងបញ្យល់ថាពួកគេត្រូវការធ្វើវាដោយខ្លួនឯងពីព្រោះគេឈ្មោះរបស់ពួកគេគឺស្ថិតនៅក្នុងគ្រោះថ្នាក់ហើយអាណូប្រាប់អេលេណានិងសេស៊ីឲ្យជួយពួកគេអេមីលីប្រាប់សិស្សរបស់នាងអំពីផែនការរបស់នាងដោយប្រាប់ពួកគេថាធ្លាប់មានផ្លូវទឹកបុរាណដែលបញ្ជូនទឹកទៅកាន់ជួរមុខផែនការរបស់នាងគឺបង្ហូរទឹកមុនទៅក្នុងនោះដើម្បីឲ្យពួកគេអាចធ្វើដំណើរនិងប្រយុទ្ធនឹងនាគនៅទីវាលបានហ៊ីនកាប់ទៅលើដីដែលធ្វើឲ្យទឹកហូរចូលទៅក្នុងបន្លាយហើយពួកគេក៏ចាប់ផ្ដើមហែលទឹកខណៈដែលអេលេណានិងសេសៀបង្ហាញខ្លួននៅពីក្រោយអេមីលីពួកគេធ្វើឲ្យអេមីលីស្លៀកឈុតហែលទឹកដែលអាណូបានបង្កើតសម្រាប់ពួកគេហើយប្រាប់នាងថាវានឹងជួយឲ្យនាងហែលទឹកបានលឿនហើយពួកគេបានទៅដល់ទីវាលជាកន្លែងដែលនាងប្រាប់សិស្សឲ្យបង្កើតតំបន់បរិសុទ្ធនាងរំលឹកហ៊ីនថាគាត់គឺជាអាវុធសម្ងាត់របស់ពួកគេហើយគាត់បានកាប់ទៅលើដីដែលធ្វើឲ្យមានគំរូមួយលេចឡើងខណៈដែលពួកគេកំពុងរងចាំនាគអេមីលីប្រាប់ពួកគេអំពីរឿងរបស់នាងដែលប្រាប់ពួកគេថានាងធ្លាប់ជាអភិជនប៉ុន្តែស្ដេចបិសាចបានប្រែក្លាយនាងទៅជាកូនកាត់ប៉ុន្តែនាងប្រាប់ពួកគេថានាងនឹងប្រយុទ្ធនៅក្បែរពួកគេព្រោះនាងចង់ការពារពួកគេហើយនាគក៏បានមកដល់ដូច្នេះសិស្សក៏ចាប់ផ្ដើមបាញ់វេទមន្តទៅលើពួកវាយើងត្រឡប់ទៅលីសៀសវិញខណៈដែលគាត់និយាយថាមីសារៀបនឹងបាត់បង់ព្រលឹងរបស់នាងហើយដូច្នេះគាត់ក៏ប្រាប់រ៉េឲ្យជួយនាងដោយប្រើដាវទេពរបស់គាត់ប៉ុន្តែរ៉េមិនព្រមសហការព្រោះគាត់ជឿជាក់ថាមីសានឹងមិនចាញ់នោះឡើយប៉ុន្តែអេណេសបានចូលទៅក្នុងខ្លួនរបស់មីសាខណៈដែលលីសៀសប្រាប់រ៉េថាមីសាបានបាត់បង់ព្រលឹងរបស់នាងហើយមីសាក៏បានសួររ៉េថាតើគាត់នៅស្រឡាញ់នាងដែរទេយើងឃើញសេសៀនិងអេលេណាប្រយុទ្ធនឹងនាគហើយពួកគេដឹងថាមាននាគច្រើនខ្លាំងពេកហើយលេតបានក៏ហៅដាវទេពរបស់គាត់ហើយគាត់ក៏ប្រើវាដើម្បីការពារគ្រប់គ្នាអេលេណាប្រើវេទមន្ត support របស់នាងដែលធ្វើឲ្យមានអបវេទមន្តជាច្រើនលេចឡើងហើយនាងប្រាប់គ្រប់គ្នាថាវានឹងបង្កើន stat របស់ពួកគេប៉ុន្តែនាងព្រមានពួកគេថានៅពេលដែលឥទ្ធិពលរបស់វាអស់ថាមពលរបស់ពួកគេនឹងត្រូវបានកាត់ពាក់កណ្ដាលឡាអូសម្រាប់ចិត្តប្រើវាហើយគាត់ក៏អាចកម្ចាត់នាគមួយក្បាលបានប៉ុន្តែនាគមួយក្បាលទៀតបានទម្លុះរបាំងរបស់ពួកគេហើយវារៀបនឹងស៊ីអេមីលីដូច្នេះលេតក៏បានរុញនាងចេញប៉ុន្តែនាងដឹងថាគាត់រៀបនឹងត្រូវនាគស៊ីហើយដូច្នេះនាងក៏ចាប់ផ្ដើមខឹងយើងឃើញក្រុមរបស់អាណូនៅក្នុងពិភពក្រោមដីជាកន្លែងដែលគាត់បានសួរចម្លើយបរិសម្នាក់ដោយសួរបរិសនោះថាតើគាត់បានប្លែងនាគមែនទេប៉ុន្តែគាត់បដិសេធមិនឆ្លើយសំណួររបស់អាណូដូច្នេះអាណូក៏ប្រើបលាវកវេទមន្តធ្វើទរណកម្មបរិសនោះហើយប្រាប់បរិសនោះថាគាត់នឹងបន្តសបិនអាក្រក់រហូតដល់គាត់ឆ្លើយសំណួរដូច្នេះបរិសនោះក៏បង្ហាញថាគាត់គឺជាទាហានបរិសុទ្ធម្នាក់ដែលធ្វើការឲ្យអាហិតហើយគាត់បាននិយាយថាគោលដៅរបស់ពួកគេគឺចង់ឲ្យនាគស៊ីមនុស្សដើម្បីឲ្យពួកគេអាចក្លាយទៅជាកូននាគអាណូសម្រាប់បរិសនោះចោលប៉ុន្តែគ្នារបស់បរិសនោះក៏ស្រាប់តែបង្ហាញខ្លួនដូច្នេះអាណូក៏ប្រាប់សានិងមីសាឲ្យដោះស្រាយជាមួយនឹងពួកគេអាណូចាក់ចេញទៅស្វែងរកអាហិតខណៈដែលសានិងមីសាប្រើ spell Dino Jack របស់ពួកគេហើយពួកគេបានប្រែក្លាយទៅជាមនុស្សតែមួយទាហានបរិសុទ្ធម្នាក់វាយប្រហារនាងប៉ុន្តែនាងប្រើភ្នែកបិសាចរបស់នាងដើម្បីបង្កក់គាត់ហើយទាហានបរិសុទ្ធផ្សេងទៀតគិតថានាងជាទេពធីតានៃភាពមិនសមហេតុផលប៉ុន្តែនាងប្រាប់ពួកគេថាពួកគេយល់ខុសហើយព្រោះនាងមិនមែនជាព្រះនោះទេអេមីលីជួយសង្គ្រោះឡេតហើយហ៊ីនប្រាប់នាងថាគាត់ចិត្តរួចរាល់ហើយប៉ុន្តែភ្លាមនោះនាគមួយក្បាលស្រាប់តែវាយផាគាត់ហើយវាក៏ចាប់ផ្ដើមបង្កក់គ្រប់យ៉ាងដោយប្រើដង្ហើមទឹកកករបស់វាដូច្នេះសេសៀក៏ប្រើវេទមន្តកញ្ចក់របស់នាងដែលធ្វើឲ្យដាវរាប់មិនអស់លេចឡើងហើយនាងក៏បានបាញ់វាទៅរកនាគអេលេណាបង្កើតបាល់ថាមពលមួយហើយនាងក៏បានបញ្ចូលវាជាមួយនឹងវេទមន្តរបស់សេសៀដែលធ្វើឲ្យវាប្រែទៅជាធំហើយវាក៏បានបំផ្លាញនាគភ្លាមប៉ុន្តែនាគកាន់តែច្រើនឡើងបានមកដល់ហើយនាគមួយក្បាលបានបង្កក់ហ៊ីនដូច្នេះអេមីលីក៏ព្យាយាមជួយសង្គ្រោះគាត់ប៉ុន្តែវាបានវាយនាងទៀតចេញឡាអូព្យាយាមរំលាយទឹកកកប៉ុន្តែខ្លួនគាត់ផ្ទាល់ក៏ត្រូវបានកកផងដែរហើយហ៊ីនចងចាំពីពេលដែលគាត់បានប្រយុទ្ធចាញ់រ៉េហើយគាត់គិតថាគាត់គ្មានអ្វីពិសេសទេប៉ុន្តែគាត់បានដំណើរការដាវទេពរបស់គាត់ហើយអង្វរវាឲ្យធ្វើចលនាព្រោះគាត់ចង់សង្គ្រោះគ្រប់គ្នាគាត់បានបាត់បង់ដៃរបស់គាត់ប៉ុន្តែគាត់អាចប្រើ skill របស់គាត់បានដែលធ្វើឲ្យដីបែកហើយទឹកក៏បានហូរចូលទៅតាមគំរូដែលគាត់បានបង្កើតប៉ុន្តែគាត់ស្រាប់តែត្រូវបាននាគស៊ីអេមីលីបដិសេធមិនឲ្យការលះបង់របស់ហ៊ីនត្រូវអាសាបង់ទេហើយនាងក៏បានប្រើ spell Digerius ដែលធ្វើឲ្យគំរូចាប់ផ្ដើមភ្លឺឡើងហើយនាគក៏ធ្លាក់មកលើដីខណៈដែលគ្រប់គ្នាដឹងថាការប្រយុទ្ធបានចប់ហើយ
អានោះជួបនឹងអាហ៊ីតនៅ Everlasting Seta ហើយសួរអាហ៊ីតថាតើវាជាការសម្រេចចិត្តរបស់គាត់ក្នុងការឈ្លានពានទ្វេបមនុស្សមែនទេប៉ុន្តែអាហ៊ីតបញ្យល់ថា Lysias ចង់ឲ្យគាត់ជួយសង្គ្រោះមនុស្សហើយគាត់និយាយថាគ្រប់យ៉ាងកំពុងតែកើតឡើងតាមផែនការរបស់ Equus អាហ៊ីតបង្ហាញថាគាត់ជា Oracle ហើយគាត់និយាយថាគាត់ទើបតែទទួលបានសារទេពមួយដល់និយាយថា Rey និង Misa នឹងស្លាប់ហើយនាគនឹងបង្ហាញខ្លួនដើម្បីបំផ្លាញមនុស្សប៉ុន្តែអានោះបញ្យល់ថាគាត់មិនជឿលើព្រះខ្លាំងបំផុតដែលអាចគ្រប់គ្រងគ្រប់យ៉ាងដែលកើតឡើងបាននោះទេពីព្រោះគាត់គិតថាមនុស្សអាចផ្លាស់ប្ដូរចូលវាសនារបស់ពួកគេបានគាត់ចង់លាតត្រដាងហ៊ីតជាអ្នកខ្លែងបន្លំហើយគាត់បានបង្ហាញអាហ៊ីតពីអ្វីដែលកំពុងកើតឡើងចំពោះរ៉េដែលរ៉េប្រាប់មីសាថាគាត់នឹងស្រឡាញ់នាងមិនថាមានរឿងអ្វីកើតឡើងចំពោះនាងឡើយហើយគាត់និយាយថាទម្រង់ពិតរបស់នាងគឺស្រស់ស្អាតនាងជួយរ៉េរួចខ្លួនហើយនាងនិយាយថានាងអាចគ្រប់គ្រងអេណេសបានហើយ Lysias មិនចង់ជឿនោះទេខណៈដែលនាងណែនាំខ្លួននាងឈ្មោះថា Avos Dilhavia នាងបានស៊ី Lysias ប៉ុន្តែគាត់អាចគ្រប់គ្រងវាបានហើយគាត់និយាយថាគាត់នឹងបំផ្លាញមនុស្សហើយកូនស្រីរបស់គាត់ស្រាប់តែចេញមកអង្វររ៉េឲ្យជួយនាងដូច្នេះរ៉េក៏សម្រេចចិត្តប្រើដាវអ៊ីវ៉ាន់ស្មាណាហើយមីសាគិតថាវាជាអន្ទាក់ប៉ុន្តែគាត់មិនខ្វល់ទេហើយគាត់ក៏បានព្យាយាមជួយសង្គ្រោះក្មេងស្រីនោះប៉ុន្តែនាងបានយកដាវរបស់គាត់ហើយលីសៀក៏ចាប់ផ្ដើមប្រើវាហើយគាត់និយាយថាពេលនេះវាខ្លាំងជាងពេលមុនទៅទៀតគាត់វាយប្រហាររ៉េប៉ុន្តែមីសា support រ៉េហើយនាងនិយាយថាស្នេហារបស់ពួកគេខ្លាំងជាងដាវទេពហើយពួកគេក៏អាចយកឈ្នះលីសៀសបានយ៉ាងងាយពួកគេបញ្ចេញការវាយប្រហារចុងក្រោយដែលធ្វើឲ្យលីសៀផ្ទុះឡើងហើយអាណូប្រាប់អាហ៊ីតថាគាត់មិនអាចយកឈ្នះរ៉េដោយបែបនោះបានទេប៉ុន្តែអាហ៊ីតប្រាប់អាណូថាគាត់នឹងទទួលទណ្ឌកម្មសម្រាប់ការប្រឆាំងនឹងព្រះខ្លាំងបំផុតដែលបង្ហាញថាអាខាណារៀបនឹងបំផ្លាញនគររបស់គាត់ហើយអាខាណាបានកោះហៅប្រច័ណ្ឌនៃការបង្កើតហើយអាណូសួរនាងថាតើនាងពិតជាចង់សម្លាប់មនុស្សគ្រប់គ្នាមែនទេហើយអាហ៊ីតគិតថាអាណូសកំពុងតាំងវ៉សុំក្តីមេត្តាប៉ុន្តែអាណូសបានរុញអាហ៊ីតឃ្លាតចេញហើយប្រាប់អាខាណាឲ្យឆ្លើយសំណួររបស់គាត់គាត់ប្រាប់នាងថាគាត់អាចជួយសង្គ្រោះនាងបានប្រសិនបើនាងមិនចង់ធ្វើវាហើយនាងនិយាយថានាងចង់ជួយសង្គ្រោះមនុស្សគ្រប់គ្នាដូច្នេះគាត់ក៏បញ្ជាឲ្យស៊ីនបញ្ឈប់នាងស៊ីនបានកាត់បំបាយប្រច័ណ្ឌនៃការបង្កើតហើយគាត់ក៏បានចាក់អាខាណាដោយបង្ខំឲ្យនាងដកថយអាណូសវាយប្រហារអាហ៊ីតប៉ុន្តែអាខាណាបានការពារគាត់ហើយគាត់ប្រាប់អាណូសថាពួកគេគួរតែប្រយុទ្ធគ្នានៅកន្លែងផ្សេងដូច្នេះពួកគេក៏រកកន្លែងល្អហើយអាហ៊ីតប្រាប់អាខាណាឲ្យកាន់កាប់រាងកាយរបស់គាត់ដែលធ្វើឲ្យគាត់ប្រែកាយហើយនាងបានបង្កើតដាវខ្លាំងបំផុតមួយហើយនាងនិយាយថាអាណូសនឹងមិនអាចធ្វើអ្វីអាហ៊ីតបានទេដរាបណាដាវខ្លាំងបំផុតនៅមានវត្តមានប៉ុន្តែនាងប្រាប់អាណូសថាគាត់អាចកម្ចាត់អាហ៊ីតបានដោយប្រើដាវខ្លាំងបំផុតកាប់ទៅលើអាហ៊ីត3ដងប៉ុន្តែនាងបញ្យល់ថាប្រសិនបើគាត់ដកដាវចេញនោះប្រភពរបស់គាត់នឹងត្រូវបានបំផ្លាញអាហ៊ីតគិតថាគាត់គ្មានគូប្រៀបហើយគាត់ក៏ស្ទុះចូលប៉ុន្តែអាណូបានបំបែកដាវរបស់គាត់ភ្លាមៗហើយរុញគាត់ទៅវិញអាណូបានកោះហៅអាចផ្កាយហើយអាហ៊ីតក៏អាចបំផ្លាញវាបានប៉ុន្តែអាណូបានដាក់បឡៅកវេទមន្តរបស់គាត់នៅជុំវិញករបស់អាហ៊ីតដែលអាហ៊ីតនិយាយថាវានឹងមិនដំណើរការលើគាត់ទេអាហ៊ីតប្រើ spell មួយដើម្បីបូជាកូននាគហើយគាត់ប្រាប់អាខាណាឲ្យអត់ទោសឲ្យគាត់ប៉ុន្តែអាណូប្រាប់នាងថាគាត់រៀបនឹងឆ្លើយសំណួររបស់នាងអំពីបុគ្គលខ្លាំងបំផុតហើយអាហ៊ីតស្ទុះចូលហើយខ្វេះយកបេះដូងរបស់អាណូចេញហើយគាត់គិតថាការប្រយុទ្ធបានបញ្ចប់ហើយប៉ុន្តែអាណូបង្ហាញខ្លួននៅពីក្រោយគាត់ហើយប្រាប់គាត់ថាគាត់ទៅបានដកដាវខ្លាំងបំផុតចេញដូច្នេះប្រភពរបស់គាត់ចិត្តត្រូវបានបំផ្លាញហើយអាណូនិយាយថាគ្មានអ្នកខ្លាំងបំផុតអីទេព្រោះគ្មាននរណាម្នាក់អាចទាញដាវខ្លាំងបំផុតបានអាហ៊ីតភ័យសង្ស័យដែលគិតថាគាត់ចិត្តស្លាប់ហើយប៉ុន្តែអាខាណាប្រាប់គាត់ថាគាត់មិនបានដកដាវខ្លាំងបំផុតទេហើយគាត់ដឹងថាវាគ្រាន់តែជាការបំផន់ផ្នែកប៉ុណ្ណោះដូច្នេះគាត់ក៏ក្រោកឡើងហើយប្រាប់អាណូថាអាណូទៅបាត់បង់ឱកាសតែមួយគត់ក្នុងការសម្លាប់គាត់ប៉ុន្តែអាណូបានវាយប្រហារដោយប្រើដាវខ្លាំងបំផុតហើយអាហ៊ីតបានបាត់បង់ដៃរបស់គាត់អាណូបញ្យល់ថាគាត់មិនចាំបាច់ដកដាវដើម្បីកាប់អាហ៊ីតទេហើយគាត់ក៏បានកាត់ជើងរបស់អាហ៊ីតហើយប្រាប់អាហ៊ីតថាគាត់បានប្រើ spell មួយដែលផ្លាស់ប្ដូរការពិតដូច្នេះគាត់មិនចាំបាច់ដកដាវដើម្បីកាត់អាហ៊ីតទេអាណូបញ្យល់ថាសូម្បីតែព្រះខ្លាំងបំផុតក៏មិនគួរអាចដកដាវបាននោះដែរព្រោះវានឹងមានន័យថាការបង្កើតរបស់គាត់គឺជាការបរាជ័យប៉ុន្តែបើសិនបើគាត់បរាជ័យក្នុងការដកដាវចេញនោះគាត់មិនអាចត្រូវបានគេហៅថាព្រះខ្លាំងបំផុតបានទេដូច្នេះអាណូបញ្យល់ថាដំណោះស្រាយតែមួយគត់គឺត្រូវប្រើ spell របស់គាត់អាហ៊ីតបាត់បង់រូបកាយទេពរបស់គាត់ហើយបឡៅកវេទមន្តក៏ដំណើរការដែលធ្វើឲ្យគាត់មានសុបិនអាក្រក់ខណៈដែលអាណូប្រាប់គាត់ថាផ្លូវតែមួយគត់ដើម្បីគេចចេញពីសុបិនអាក្រក់គឺត្រូវបោះបង់ចោលជំនឿរបស់គាត់អាខាណាដឹងថាព្រះខ្លាំងបំផុតមិនមាននោះទេហើយនាងប្រាប់អាណូថាគាត់បានឈ្នះសង្គ្រាមបរិសុទ្ធហើយនាងចង់ឲ្យគាត់សម្លាប់នាងប៉ុន្តែគាត់ឆ្ងល់ថាហេតុអ្វីបានជានាងសួរគាត់អំពីព្រះខ្លាំងបំផុតដូច្នេះនាងក៏លាតត្រដាងថានាងបានភ្លេចឈ្មោះជាព្រះរបស់នាងមុនពេលដែលនាងបានក្លាយជាព្រះនៃការជ្រើសរើសហើយនាងនិយាយថារឿងតែមួយគត់ដែលនាងចង់ចាំគឺនាងចង់មានចិត្តល្អនាងគិតថានាងទទួលបានព្រលឹងមួយជាថ្នូរនឹងការចងចាំរបស់នាងហើយនាងបង្ហាញថានាងចង់ជួយសង្គ្រោះមនុស្ស
ប៉ុន្តែនាងបានឃើញក្មេងស្រីម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសហើយនាងបានស្លាប់នៅក្នុងដៃឪពុករបស់នាងដូច្នេះឪពុករបស់នាងក៏បានប្រាប់អាខាណាថាគាត់ចង់សងសឹកប៉ុន្តែអាខាណាបានបញ្យល់ថានាងអាចនាំយកកូនស្រីរបស់គាត់ត្រឡប់មកវិញបានហើយនាងក៏បានប្រើព្រះច័ន្ទនៃការបង្កើតដើម្បីបង្កើតខ្លួនរបស់ក្មេងស្រីនោះប៉ុន្តែឪពុករបស់នាងបានដឹងថាកូនស្រីរបស់គាត់ជាមនុស្សខ្លាំងខ្លាយដូច្នេះគាត់ក៏បានសម្លាប់ខ្លួនហើយអាខាណាបានបន្តខ្លួនឯងចំពោះរឿងដែលបានកើតឡើងដោយដឹងថានាងបានបង្កកំហុស នាងនិយាយថាសូម្បីតែព្រះក៏មិនអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានដែរព្រោះពួកគេមិនមានថាមពលខ្លាំងបំផុតទេហើយនាងគិតថានោះសមនឹងធ្វើជាអ្នកតំណាងរបស់ព្រះនាងទទួលស្គាល់ការបរាជ័យហើយរៀបនឹងសម្លាប់ខ្លួនឯងប៉ុន្តែអាហេតចាប់ផ្ដើមសើចហើយរាងកាយរបស់គាត់ក៏បង្កើតឡើងវិញអានោះគិតថាអាហេតបានបោះបង់ចោលជំនឿរបស់គាត់ហើយប៉ុន្តែអាហេតនិយាយថាព្រះមិនដែលបោះបង់ចោលគាត់ទេហើយគាត់និយាយថាគាត់អាចបង្កើតល្បិចមួយដើម្បីគេចពីសុបិនអាក្រក់របស់គាត់បាន អាហិតប្រាប់អាខាណាថាដល់ពេលដែលត្រូវទៅហើយប៉ុន្តែនាងបដិសេធមិនទៅជាមួយគាត់ហើយនាងនិយាយថានាងជ្រើសរើសគាត់ព្រោះនាងចង់ជួយសង្គ្រោះគាត់ប៉ុន្តែនាងដឹងថានាងបានបង្កកំហុសហើយនាងនិយាយថាអានោះស័ក្តិសមជាងគាត់នាងប្រាប់គាត់ឲ្យត្រឡប់ទៅធ្វើជាអ្នកគោរពបូជាធម្មតាវិញដូច្នេះអាហិតក៏ខឹងដោយគិតថាគាត់មិនអាចគេចចេញពីសុបិនអាក្រក់បានទេហើយគាត់ប្រាប់នាងថាគាត់មិនដែលជឿលើព្រះឡើយគាត់បាន teleport ចេញហើយអានោះនិយាយថាអាហិតគ្មានសង្ឃឹមទេប៉ុន្តែអានោះប្រាប់អាខាណាថានាងជាព្រះដែលមានចិត្តសប្បុរស នាងគិតថានាងសមនឹងទទួលទណ្ឌកម្មចំពោះកំហុសរបស់នាងដោយនិយាយថានាងមិនអាចអត់ទោសឲ្យបាននោះទេប៉ុន្តែអានោះបានអត់ទោសឲ្យនាងហើយប្រាប់នាងថានាងនៅតែអាចលុបលាងអំពើបាបរបស់នាងបានហើយគាត់ក៏បានសួរនាងអំពីគម្រោងដែលនាងចង់កែប្រែដូច្នេះនាងបញ្យល់ថានាងចង់កម្ចាត់ការវិនិច្ឆ័យជ្រើសរើសព្រោះវានាំមកនូវភាពចលាចលដល់មនុស្សហើយនាងប្រាប់អានោះថានាងចង់ធ្វើការជាមួយនឹងគាត់ដើម្បីសម្រេចគោលដៅរបស់នាងដូច្នេះនាងក៏សម្រេចចិត្តចុះកិច្ចសន្យាជាមួយនឹងគាត់ អានោះត្រឡប់ទៅសាលា Hero វិញជាកន្លែងដែលគាត់និយាយជាមួយនឹង Emilia ដោយប្រាប់នាងថានាងធ្វើបានល្អណាស់ព្រោះនាងបានជួយសិស្សឲ្យទទួលបានកេរ្តិ៍ឈ្មោះរបស់ពួកគេឡើងវិញដោយការកម្ចាត់នាគគាត់សម្រេចចិត្តផ្ដល់រង្វាន់ដល់នាងដោយផ្ដល់ឋានៈដល់នាងស្មើនឹងពួក Elder ប៉ុន្តែសិស្សប្រុសៗស្រាប់តែមកដល់ហើយប្រាប់ Emilia ថានាងជាគ្រូដ៏ល្អបំផុតដែលពួកគេធ្លាប់ជួបហើយពួកគេសូមឲ្យនាងកុំចាកចេញពីពួកគេដូច្នេះនាងក៏ប្រាប់អានោះថានាងមិនស័ក្តិសមនឹងរង្វាន់របស់គាត់ទេហើយនាងនិយាយថានាងចង់ស្នាក់នៅទីនេះដើម្បីបង្រៀនសិស្សរបស់នាង ប៉ុន្តែសាមីរ៉ាស្រាប់តែមកដល់ហើយគំរាមប្រហារជីវិតអេមីលីពីបទក្បត់ជាតិព្រោះនាងបានថ្វាយបង្គំស្ដេចបិសាចសាមីរ៉ានិយាយថាឥឡូវនេះគាត់គឺជាស្ដេចរបស់នគរព្រោះគាត់ជាមនុស្សតែម្នាក់គត់ដែលមានសិទ្ធិឡើងសោយរាជប៉ុន្តែទាហានរបស់គាត់ស្រាប់តែចាប់ខ្លួនគាត់ពីបទក្បត់ជាតិអាខាណាបង្ហាញថាសាមីរ៉ាបានធ្វើការជាមួយអាហិតដែលបានប្រាប់លីសៀសឲ្យប្រើនាគដើម្បីបំផ្លាញមនុស្សហើយនាងបន្ថែមថាសាមីរ៉ាក្រុងនឹងសម្លាប់លីសៀសដោយសារតែគាត់ចង់ក្លាយជាស្ដេច អានោះនិយាយថាគ្រប់គ្នាបានដឹងរឿងនេះរួចហើយព្រោះគាត់បានចាក់ផ្សាយផុសតាំងនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់នគរដូច្នេះពេលនេះពួកអភិជនកំពុងតែប្រឆាំងនឹងរាជវង្សពួកទាហានបាននាំខ្លួនសាមីរ៉ាចេញហើយអានោះប្រាប់អេមីលីឲ្យធ្វើជានាយកសាលាថ្មីដូច្នេះនាងក៏ទទួលយកតំណែងនេះពួកបិសាចរៀបនឹងចាក់ចេញពីសាលា Hero ហើយអេមីលីប្រាប់អានោះថានាងនឹងទៅលេងគាត់ដោយសន្យាថានឹងយកអាហារកំប៉ុងទៅឲ្យគាត់នៅពេលដែលពួកគេជួបគ្នាលើកក្រោយ អានោះត្រឡប់ទៅផ្ទះរបស់គាត់វិញជាមួយនឹងអាខាណាហើយឪពុករបស់គាត់ភ្ញាក់ផ្អើលដែលគាត់មានក្មេងស្រីម្នាក់ទៀតមកជាមួយដូច្នេះអានោះក៏បញ្យល់ថាគាត់បានលួចនាងពីម្ចាស់មុនរបស់នាងហើយប្រាប់ពួកគេថានាងនៅស្នាក់នៅជាមួយនឹងពួកគេហើយសាច់រឿងរបស់យើងនៅក្នុងភាគនេះក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងសាច់រឿងនេះនិងចូលចិត្ត like subscribe និងដាក់សញ្ញាកណ្ដឹងឲ្យម្នាក់មួយអរគុណអ្នកទាំងអស់គ្នាហើយបញ្ជូនអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ